How see គាត់បានតែកំភ្លៀងអ្នកក្រោមបង្គាប់របស់មេដឹកនាំឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពនេះតើគាត់បានធ្វើដូច្នោះដោយរបៀបណាអ្នកក្រោមបង្គាប់ម្នាក់របស់មេដឹកនាំសម្ព័ន្ធមិត្តត្រូវបានចាញ់ក្នុងសមរភូមិតែគាត់អាចចាញ់យ៉ាងងាយដោយភាពធ្ងន់ធ្ងរយ៉ាងដូចម្តេចអ្វីខ្ញុំជាម្ដាយរបស់អ្នកតើអ្នកចង់វាយខ្ញុំទេអ្នកគួរតែរីករាយដែលអ្នកធ្លាប់ជាម៉ាក់របស់ខ្ញុំបើមិនដូច្នោះទេបើគិតពីអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះខ្ញុំមិនដែលលើកលែងទោសដោយញីឡើយបងប្រុសច្បងតើអ្នកអាចមានចិត្តខុសខើចំពោះប្រជាជនរបស់មេដឹកនាំសម្ព័ន្ធភាពឈិងឈិនយ៉ាងដូចម្តេចអ្នកវាយពួកគេនោះជាការតេះកំភ្លៀងចៅហ្វាយយ៉ាងខ្លាំងនោះជាការតេះកំភ្លៀងចៅប្រុសរបស់ខ្ញុំតើអ្នកហ៊ានធ្វើបែបនេះដោយរបៀបណាច្បាស់ណាស់ថាអ្នកហើយដែលមានចរិតឆេវឆាវតាំងពីយូរយារណាស់មកឥឡូវនេះពួកគេកំពុងបង្វែរកំហុសមកលើយើងឈៀវជេងមិនចាំបាច់ទៅខ្វល់ពីមនុស្សល្ងងបែបនេះទេកណ្ដោអ្នកគ្រប់គ្រងរបស់យើងគឺជាមេដឹកនាំសម្ព័ន្ធភាពតើវាជាព្រះដ៏មានឫទ្ធិនុភាពនៅស្ថានភាពដែលអ្នកមិនអាចមានលទ្ធិសម្បត្តិឲ្យអត់របស់អ្នកគឺការធ្វើជាអង្គញាតូចតាចបើប្រៀបធៀបទៅនឹងព្រះដ៏មានព្រះភិក្ខវាដូចជាការប្រៀបធៀបសត្វអំពិលអំពែកទៅនឹងព្រះច័ន្ទជាមួយខ្ញុំបាក់ជើងរបស់គាត់ឲ្យបន្ទាប់មកស្លាប់នេះជារបៀបដែល Ekension បានបង្រៀនអ្នកឲ្យធ្វើបាបអ្នកដទៃដោយពឹងផ្អែកលើអំណាចរបស់គាត់ Master Fan យ៉ាងដូចម្តេចយ៉ានសុងអ្នកកំពុងសុំសេចក្តីស្លាប់លោកគ្រូហ្វាងហ៊ីបនឹងបោះបង់ចោលហើយយ៉ានសុងអ្នកស្លាប់ហើយការតែកំភ្លៀងរបស់អ្នកនោះខ្ញុំនឹងប្រដៅ Ekension ឲ្យបានត្រឹមត្រូវអ្នកគួរតែរីករាយដែលអ្នកមានវិន័យរបស់ខ្ញុំគោលបំណងនៃការជេរប្រមាថអ្នកដទៃដោយពាក្យសម្ដីរបៀបយ៉ាងម៉េចដែរយ៉ានសុងអ្នកហ៊ានវាយខ្ញុំមែនទេពិតជាក្លាហានមែនមេដឹកនាំនៃសម្ព័ន្ធភាពឈិងឈិនគ្រាន់តែរងចាំមេដឹកនាំសម្ព័ន្ធភាពដាក់ទណ្ឌកម្មដល់ទេវភាពដោយផ្ទាល់ទោះបីជាឈិងឈិនធ្វើបាបក៏ដោយខ្ញុំមិនហ៊ាននិយាយរឿងនោះទៅកាន់គ្រូរបស់ខ្ញុំទេប្រាប់បរិះរបស់អ្នកឲ្យនៅស្ងៀមប្រសិនបើមេដឹកនាំនៃសម្ព័ន្ធភាពឈិងឈិនបានរបស់យើងទីបំផុតទទួលបានឱកាសធំឡើងបន្តិចអ្នកនឹងបំផ្លាញវាមិនគ្រប់គ្រាន់ដើម្បីសម្រេចអ្វីមួយច្រើនជាងគ្រប់គ្រាន់ដើម្បីធ្វើឲ្យរឿងការធំឡើងពិតជាឈឺក្បាលមែនទេអ្នកស្រីលៀងប្រសិនបើអ្នកខឹងឥឡូវនេះអ្នកនៅតែហ៊ានបង្កបញ្ហានៅទីនេះមែនទេអ្នកមិនខ្លាចធ្វើឲ្យព្រះអមតៈខឹងទេតើទណ្ឌកម្មដល់ទេវភាពនឹងធ្លាក់ចុះទេតើអ្នកណាហ៊ានប្រឆាំងនឹងព្រះអន្តរអមតៈមេដឹកនាំនៃសម្ព័ន្ធភាពឈិងឈិនបានមកដល់ដែលជាមេដឹកនាំនៃសម្ព័ន្ធភាពគឺជាអ្នកដើរតាមដ៏ស្មោះត្រង់បំផុតរបស់អ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះរងចាំមើលកំហឹងដ៏ខ្លាំងក្លារបស់មេដឹកនាំសម្ព័ន្ធមិត្តមេដឹកនាំសម្ព័ន្ធនេះហើយជាមនុស្សថ្លែងសុនត្រកថាដ៏ហួសចិត្តនៅកន្លែងកើតហេតុប្រធានក្រុមបានទៅជួបអ្នករៀបចំពិធីនេះច្រើនដងនៅស្ងៀមទេចូលទៅចាប់គាត់ខ្ញុំនឹងប្រាប់គាត់ពីផលវិបាកនៃការធ្វើបាបខ្ញុំសម្ព័ន្ធឈិងឈិនផ្ទះយើងបានផ្ដាច់ទំនាក់ទំនងជាមួយកូនប្រុសដែលមិនគោរពប្រតិបត្តិអាណិតគាត់ដោយសារតែយើងអីតើអ្នកទាំងអស់គ្នាឈរនៅទីនោះដើម្បីអ្វីម្នាក់នេះសូមទុកឲ្យថ្នាក់ដឹកនាំសម្រាប់ចុះឈប់យ៉ានជាមេដឹកនាំសម្ព័ន្ធភាពឈិងឈិនបានផ្ដាច់ទំនាក់ទំនងជាមួយបុគ្គលមិនចាំបាច់បង្ហាញសេចក្តីមេត្តាករុណាទេខ្ញុំបានឲ្យអ្នកទទួលបន្ទុកដំណើរការជ្រើសរើសខ្ញុំមិនបានប្រាប់អ្នកឲ្យបង្កបញ្ហាទេសម្ព័ន្ធភាពព្រះម្ចាស់អ្វីបានជាអ្នកវាខ្ញុំអ្នកបង្កបញ្ហាគឺធ្ងន់ធ្ងរណាស់បាត់ចាស់សម្ព័ន្ធភាពព្រះម្ចាស់អ្នកដែលសមនឹងទទួលការវាយដំគឺជាមនុស្សមានចរិតមិនល្អធ្ងន់ធ្ងរជាមួយនឹងមាត់ពោពេញដោយការកុហកសម្ព័ន្ធភាពព្រះម្ចាស់សូមអ្នកដោះស្រាយបញ្ហាដោយខ្លួនឯងហើយចាប់គាត់ទៅយើងមិនត្រូវទុកឲ្យគាត់រួចខ្លួនឡើយបើមិនដូច្នោះទេប្រសិនបើព្រះចៅអធិរាជដឹងព្រះអង្គយើងមិនអាចមានលទ្ធភាពទិញវាបានទេពិតមកទៅសម្ព័ន្ធភាពព្រះម្ចាស់តើអ្នកហ៊ានហៅព្រះអមតៈដោយឈ្មោះរបស់គាត់ដោយរបៀបណាតើយើងគួរដោះស្រាយជាមួយអមតៈទាំងនេះដោយរបៀបណាអ្វីតើព្រះដ៏មានឫទ្ធិនុភាពនៅស្ថានសួគ៌ជាអ្វីស៊ីងធានកុំប្រាប់ពួកគេពីអត្តសញ្ញាណឪពុកខ្ញុំដែលបានស្លាប់ទៅដើម្បីកុំឲ្យខ្ញុំជាប់ក្នុងភ្លៀងម្ដងទៀតមួយវិញទៀតដាក់សម្ពាធបន្តិចបន្តួចលើគ្រូសាយ៉ាខ្ញុំមិនគួរមានមោទនភាពទេនៅតែការពារអត្តសញ្ញាណរបស់គ្រូសម្ព័ន្ធភាពព្រះម្ចាស់អ្នកចង់មានន័យថាគាត់ជាសត្វស្ថានសួគ៌មែនទេខ្ញុំចង់មានន័យថាព្រះដ៏មានព្រះភិក្ខកំពុងតតមើលពីកន្លែងណាមួយនៅទីនេះតើអ្នកអាចស្រែកដាក់ខ្ញុំគ្រប់ពេលដោយរបៀបណាហើយពួកគេថែមទាំងហៅគាត់តាមឈ្មោះដែលគាត់បានផ្ដល់ឲ្យទៀតផងខ្ញុំគិតថាអ្នកកំពុងនិយាយថាកូនប្រុសដែលមិនគោរពបូជារបស់ខ្ញុំគឺជាសត្វស៊ូមេដឹកនាំសម្ព័ន្ធភាពតើអ្នកប្រកាសទេថាអ្នកមិនច្រឡំខ្ញុំជាមួយអ្នកផ្សេងអ្នកទើបតែហៅយ៉ានសុងថាគ្រូបាត់ចាស់មេដឹកនាំសម្ព័ន្ធភាពបងប្រុសរបស់ខ្ញុំធំធាត់នៅលើភ្នំគាត់មិនមានសញ្ញាបត្រមហាវិទ្យាល័យទេតើខ្ញុំអាចបង្រៀនបងប្រុសរបស់អ្នកដោយរបៀបណាអ្នកគួរតែពន្យល់យ៉ាងរហ័សទៅកាន់មេដឹកនាំនៃសម្ព័ន្ធភាពឲ្យមានការយល់ច្រឡំណាមួយតើអ្នកហ៊ានសួរអំពីឋានៈរបស់ខ្ញុំជាគ្រូបង្រៀនដោយរបៀបណាមេដឹកនាំសម្ព័ន្ធភាពឈិងឈិនទោះបីជាយ៉ានសុងជាគ្រូរបស់អ្នកក៏ដោយអ្នកមិនអាចធ្វើបាបចៅហ្វាយវ័យក្មេងនៃគ្រួសារយ៉ានដើម្បីជាប្រយោជន៍ដល់ក្មេងកំព្រាប្រទេសនេះបានទេគ្រួសារយ៉ានត្រូវបានជ្រើសរើសដោយព្រះអមតៈឲ្យធ្វើជាម្ចាស់ផ្ទះនៃពិធីតៅស៊ីងធានអប់រំរាងកាយរបស់អ្នកឲ្យបានត្រឹមត្រូវសូមអភ័យទោសឲ្យខ្ញុំនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ហ្វេងឈិនជាគ្រប់គ្រងអ្នកក្រោមបង្គាប់របស់គាត់ការប្រព្រឹត្តខុសឆ្គងខ្ញុំនឹងមិនធ្វើវាម្ដងទៀតទេលោកវែងធានឈិនត្រូវបានបណ្ដេញចេញមេដឹកនាំសម្ព័ន្ធភាពឈិងឈិនបាននៅក្នុងសម្ព័ន្ធសិល្បៈក្បាច់គុនអស់រយៈពេល5ឆ្នាំសម្រាប់មួយដុំនេះបិទមាត់ឲ្យបណ្ដេញខ្ញុំចេញលោកវ៉ាងធានឈិនចាប់ពីពេលនេះទៅ
អ្នកត្រូវបានបណ្តេញចេញពីតំណែងរបស់អ្នកនិរទេសខ្លួននៅក្រៅប្រទេសសម្បត្តិទាំងអស់នៅលើកោះស្ងាត់ជ្រុងត្រូវបានរឹបអូសអ្នកទាំងពីរបានដកថយសម្ព័ន្ធភាពព្រះអម្ចាស់សម្ព័ន្ធភាពព្រះអម្ចាស់សម្ព័ន្ធភាពព្រះអម្ចាស់បានបញ្ចប់តាមពិតទៅជនក្បត់ជាតិនេះក៏មានអត្តសញ្ញាណផ្សេងដែរយើងពិតជាខកខើចំពោះអ្នកក្រមបង្គាប់របស់ពួកគេលទ្ធផលនឹងមិនកាន់តែអាក្រក់ជាងនេះទេឬបានបញ្ចប់បងប្រុសតើយើងនឹងធ្វើឲ្យគ្រួសារយ៉ាងខ្សៃតែម្ដងទៀតទេសងជន់មិនដឹងគុណនោះជាក់ស្ដែងគាត់មានទំនាក់ទំនងនឹងធនធានជាច្រើនដែលគាត់អាចប្រើប្រាស់ជួយគ្រួសារយ៉ាងរបស់យើងឲ្យរីកចម្រើនតែពួកគេមិនដែលចាត់ទុកយើងដូចជាក្រុមគ្រួសារនោះទេហ៊ានមើលងាយគ្រូខ្ញុំយ៉ាងម៉េចបញ្ជូនការបញ្ជាទិញការហាមឃាត់ជាសកលលើក្រុមហ៊ុន Yanshi Group អ្នកណាហ៊ានជួយឧបត្ថម្ភនោះមានន័យថាពួកគេជាសត្រូវរបស់សម្ព័ន្ធសិល្បៈក្បាច់គុនរបស់ខ្ញុំសួនធានឡុងបាននិយាយថាវាមិនអាចទៅរួចទេបិទមាត់ទៅការសម្រេចចិត្តដែលធ្វើឡើងដោយមេដឹកនាំសម្ព័ន្ធភាពនេះក៏បើកចំហសម្រាប់ការសួរលេងដោតផងដែរកូនប្រុសបង្កើតរបស់ខ្ញុំគ្រួសារយើងធ្លាប់មានចំនួនតូចតាចមួយចំនួនខ្ញុំនឹងមិនរំខានអ្នកទេនីហ្វីនិយាយអ្វីមួយបងប្រុសច្បងដោយសារតែរឿងតូចតាចនេះតែវាមិនគួរធ្វើឲ្យគ្រួសារយ៉ាងខ្សែថនទេយើងបានផ្ដាច់ចំណងតើវាសនារបស់អ្នកមានអ្វីតាក់ទងនឹងខ្ញុំជាម្ដាយបង្កើតរបស់អ្នកកុំភ្លេច follow និងចុច like share ឲ្យ admin ម្នាក់មួយផង